ចប់ការចរចានៅទូគីភ្លាម Zelensky និងមេដឹកនាំអឺរ៉ុបទាំង4ប្រទេសទាញទូរស័ព្ទខលទៅត្រាំផ្លេតគ្រាន់តែការចរចារវាងគណៈប្រតិភូរុស្ស៊ីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទូគីចប់ភ្លាមស្រាប់តែនៅទីក្រុងទីរ៉ាណានៃប្រទេសអាល់បានីឯនៅប្រមុខរដ្ឋាភិបាលទីក្រុងគីវ Volodymyr Zelensky និងមេដឹកនាំអឺរ៉ុប4ប្រទេសទៀតបានចាប់ទូរស័ព្ទខលទៅប្រធានាធិបតីអាមេរិក Donald Trump ភ្លាមដើម្បីពិភាក្សាអំពីដំណើរការនៃកិច្ចពិភាក្សានោះកាលពីថ្ងៃសុក្រទី16ខែឧសភាឆ្នាំ2025ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គម Telegram បង្ហាញពីរូបលោកអង្គុយជាមួយប្រធានាធិបតីបារាំង Macron អធិការបតីអាល្លឺម៉ង់ Friedrich Merz នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំប៉ូឡូញ Donald Tusk កំពុងនិយាយទូរស័ព្ទជាមួយប្រមុខសេដ្ឋវិមាន Donald Trump គណៈអ្នកទាំង5កំពុងស្ថិតក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបដែលមានការចូលរួមអំពីសំណាក់មេដឹកនាំអឺរ៉ុបមកពី40ប្រទេសខ្លឹមសារដែលបង្ហោះលើ Telegram លោក Zelensky ស្ដីថាយើងបានពិភាក្សាគ្នាអំពីកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុលអ៊ុយក្រែនត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីសម្រេចបាននូវសន្តិភាពពិតប្រាកដហើយវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំប្រសិនបើទីក្រុងមូស្គូបដិសេធបទឈប់បាញ់ដ៏ធំនិងគ្មានលក្ខខណ្ឌនោះពិភពលោកត្រូវតែដាក់ទណ្ឌកម្មឲ្យខ្លាំងជាងនេះដើម្បីបង្ខំពួកគេឲ្យធ្វើសម្បទានត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូតទាល់តែទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ជម្លោះការលើកឡើងរបស់ Zelensky បានទទួលការគាំទ្រយ៉ាងខ្លាំងអំពីសំណាក់មេដឹកនាំអឺរ៉ុបទាំង4ប្រទេសដែលសុទ្ធសឹងបង្ហាញជំហរបន្តជួយគាំទ្រអ៊ុយក្រែននិងប្រឆាំងជាមួយនឹងរុស្ស៊ីដាច់ខាតសូមជម្រាបថាកិច្ចពិភាក្សារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលមានរយៈពេលជាង90នាទីដោយប្រធានគណៈប្រតិភូរុស្ស៊ី Vladimir Mensky និយាយថាទីក្រុងមូស្គូពេញចិត្តនឹងលទ្ធផលនេះណាស់ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាជាមួយទីក្រុងគីវហើយភាគីទាំងពីរនឹងចាប់ផ្ដើមដាក់ចេញផែនការលម្អិតអំពីបទឈប់បាញ់នាពេលអនាគតក្នុងការចរចានោះរុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងគ្នាដោះដូរអ្នកទោសមកខាង 1000 នាក់ក្នុងរយៈពេលប្រមាណថ្ងៃខាងមុខដែលនេះជាការដោះដូរទ្រង់ទ្រាយធំបំផុតចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើងកាលពីជាង3ឆ្នាំមុនសង្គ្រាមត្រចប់តាំងពីដំបូងមកម្លេះតែអ៊ុយក្រែនមិនព្រមចរចាក្រោយការចរចារយៈពេលជិត2ម៉ោងរវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែននៅប្រទេសទូគីកាលពីថ្ងៃសុក្រទី16ខែឧសភាបានបិទបញ្ចប់ប្រមុខគណៈប្រតិភូទីក្រុងមូស្គូលោក Vladimir Mensky បានប្រាប់ទៅទូរទស្សន៍រុស្ស៊ីមួយថាតាមពិតទៅភ្លើងសង្គ្រាមនេះត្រូវរលត់តាំងតែពីសប្តាហ៍ដំបូងមកម្លេះប៉ុន្តែខាងទីក្រុងគីវមិនព្រមចរចាសោះតាមការចុះផ្សាយរបស់ Reuters លោក Mensky និយាយថាមកទល់ពេលនេះសង្គ្រាមអូសបន្លាយអស់រយៈពេលជាង3ឆ្នាំហើយប៉ុន្តែក្រោយពេលចំនួនផ្ទុះឡើងបានប្រមាណសប្តាហ៍បើអ៊ុយក្រែនឯកភាពលើកិច្ចព្រមព្រៀងក្នុងការពិភាក្សាដំបូងនៅទីក្រុង Gomel នៃប្រទេស Belarus កាលពីចុងខែកុម្ភៈម្លេះអរិយភាពមិនបន្តមកដល់ពេលនេះទេលោកបន្តទៀតថាកិច្ចព្រមព្រៀងនោះនៅតែរក្សារហូតដល់ជំនួបម្ដងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទូគីក្នុងឆ្នាំ2022ប៉ុន្តែអ៊ុយក្រែននៅតែមិនព្រមព្រោះតែពួកគេជឿលោកខាងលិចដូចជាចក្រភពអង់គ្លេសបារាំងអ៊ីតាលីនិងអាល្លឺម៉ង់ជាពិសេសអតីតនាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnson តែម្ដងសូមជម្រាបថាត្បិតគ្មានការបំបែកស្ថានភាពតានតឹងរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនក៏ដោយប៉ុន្តែជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្របានលទ្ធផលធំមួយនោះគឺការដោះដូរឆ្លើយសឹកមកខាង 1000 នាក់ជំនួបទ្វេភាគីដោយមានការសម្របសម្រួលពីសំណាក់ប្រទេសទូគីនេះគឺកិច្ចប្រជុំលើកដំបូងបន្ទាប់ពីភាគីទាំងសងខាងលែងនិយាយរកគ្នាជាង3ឆ្នាំមកហើយចាប់ពីខែមីនាឆ្នាំ2022មកម្លេះ